ជាមួយនឹងមេដឹកនាំកម្ពុជាទាំងនេះនឹងអ៊ីស្រាអែលជនបរទេសដទៃផ្សេងក្នុងរយៈពេល6ខែកន្លងទៅនេះសម្ដេចធិបតីហ៊ុនម៉ាណែតធ្វើសិទ្ធិកិច្ចការដែលតម្រង់ដោយឥតងាករេទៅរកអធិភាពធំចំនួន3ទី1គឺការពីអធិបតេយ្យបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិទី2គឺពង្រឹងនិងធ្វើពិពិធកម្មភាពជាដៃគូរបស់កម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងនិងអង្គការអន្តរជាតិនានានិងទី3គឺប្រើប្រាស់ការទូតដើម្បីបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាការវិនិយោគនិងការបង្កើតការងារនៅកម្ពុជានិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរជាបឋមខ្ញុំសូមលំអិតបន្តិចជាបឋមស្ដីពីការការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រយោជន៍ដ៏ឧត្តមរបស់ជាតិយើងខ្ញុំសូមគូបញ្ជាក់ថាជាទូទៅពេលជួបសន្ទនាជាមួយប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលឬក៏អ៊ីរ៉ាជនជាន់ខ្ពស់បរទេសនានាសម្ដេចធិបតីតែងតែលើកឡើងពីបញ្ហាកម្ពុជាថៃដោយលើកឡើងឥតល្ហែពីការពិតជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនជាមួយថៃហើយការពិតនោះគឺអ្វីកងទ័ពថៃបានជួលជ្រៅហួសព្រំដែនស្របច្បាប់មកក្នុងទឹកដីកម្ពុជាកំពុងកាន់កាប់ទឹកដីខ្មែរត្រង់ចំណុចមួយចំនួនដោយខុសច្បាប់អន្តរជាតិកំទេចផ្ទះសម្បែងរបស់ប្រជាជនខ្មែរនិងរារាំងប្រជាជនខ្មែររាប់ម៉ឺននាក់មិនឲ្យមានលទ្ធភាពត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញព្រមទាំងសាងសង់ផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងនៅទីនោះទៀតផងសារដែលសម្ដេចធិបតីតែងតែបញ្ជូនទៅកាន់មេដឹកនាំបរទេសកម្ពុជាដែលសម្ដេចបានជួបនោះគឺកម្ពុជាមិនទទួលដាច់ខាតស្ថានភាព fait accompli នឹងការកែប្រែខ្សែបន្ទាត់ព្រំដែនដោយខុសច្បាប់អន្តរជាតិជាមួយគ្នានេះសម្ដេចធិបតីតែងតែលើកឡើងទៀតថាកម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃដោយសន្តិវិធីនិងដោយផ្អែកលើច្បាប់អន្តរជាតិសន្ធិសញ្ញាដែលមានស្រាប់និងកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជានិងថៃបានចុះហត្ថលេខារួចស្រេចហើយស្ដីពីបញ្ហាលើដែនសមុទ្រវិញដូចគ្នាចុងក្រោយនេះដូចទាំងអស់គ្នាដឹងហើយកម្ពុជាសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រក្នុងន័យនេះនៅចំពោះមុខមេដឹកនាំកម្ពុជាមេដឹកនាំបរទេសកម្ពុជាសម្ដេចធិបតីតែងតែពន្យល់ពីមូលហេតុនៃសេចក្តីសម្រេចចិត្តបែបនេះរបស់កម្ពុជាមូលហេតុគឺមកពីថៃខ្ញុំរំលឹកឡើងវិញបានដកខ្លួនជាឯកតោភាគីចេញពី MOU 2001ដែលមកទល់ពេលនេះគឺជាយន្តការទ្វេភាគីតែមួយគត់ដើម្បីដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នាទាមទារដំណើរគ្នាដោយថៃផងមិនដោយកម្ពុជាផងនៅចំពោះមុខប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនានានិងគូសន្ទនាផ្សេងសម្ដេចធិបតីហ៊ុនម៉ាណែតគូបញ្ជាក់យ៉ាងទទូចថាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះគឺជាមាគាសន្តិវិធីតែមួយគត់ដែលនឹងនាំទៅរកដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ភាគីជម្លោះកម្ពុជាថៃនៅក្នុងជម្លោះដែនសមុទ្រ